nó về để nó lơ tì việc chết đấy cứ bong ôn cột trần cho lọt trần mình ha smile là bong khác tôi ôi thông mà tôi ôi thông cho rồi nó về chính cao vào vẽ còn vào vẽ thì vào năm trăm tôi ăn làm việc mà thằng tiết còn mạnh bạn tốt cho mình ha cao luôn vừa lớn tranh thua sáu miền bàn hà và mỗi mình tiết tiện tôn chỉ muốn ca pra tháng hoặc thời cầu này mình ha đội bóng khác còn vào chỉ bộ mình ha đội nó phải trên tầm đó mình còn ban sang thảm chỉ dùng hết smile ấy vậy còn đơn đầu tiên móc bảo tàng khi mới vô một bài và chúng các đầu tiên của cụ smile đi chứ năm xem trên vô một bánh họ thời chỉ muốn làm sao nó tệ hoặc sao nó tệ trên tuổi bàn thức và chơi của mình và bà chỉ miệt số bong ôn chia cả score tập óc bà ngày đi đấy nhưng mà mua lòng lối bạch bón chia thiên cục krong đồng bón này cầm hôn du thị cọp chẳng comment vật comment lục ru chẳng bay quạt chia thiên đồng bón mà chẳng sôm lục ru phơi ca bằng hải mua hay chỉ mùi chu lồngปูmình mà chỉ miệt số bạn bong ôn cả score tập óc này mà chỉ miệt số bóng mà so much mua nhẹ trí miền tôi là đi chia thiên đồng bón mùi mà càng này tìm sang một chạy tế bà chắc là càng nhiều cũ bà trong việc số bón nên trong việc số bón phôn chia cắt score tăng học nếp nhưng bà chỉ mua đồn rót ná cứ chia tập thiên đồng bón pi này tỷ pha nâng cái chạy cái tế bà chắc là cũ số bà bón phôn chia cắt score bà nhưng bà chỉ mua soan rán chia thiên công đồng bón đấy này tỷ pha nâng chạy tế bà chắc là bón phôn chia cắt score tăng học nếp dựng đang hai thả ngày lý cóក្រុមខាង UT Crop គឺមានប្រធានបទមួយពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាំស្មៅស្រោតប្រាំងដល់បងប្អូនជាកសិករដើម្បីឲ្យទទួលបានទិន្នផលខ្ពស់បាទអញ្ចឹងបងប្អូនដឹងហើយថាពាក់ព័ន្ធនឹងថ្នាំស្មៅបាទគឺបើសិនជាយើងអត់ធ្វើការគ្រប់គ្រងបានល្អទេទី1វាធ្វើឲ្យបាត់បង់ទិន្នផលទី2បង្ករោគហើយនឹងជាជំរកផងដល់សត្វល្អិតបន្ថែមទៀតអញ្ចឹងថ្ងៃនេះដែរមានលោកគ្រូទាំង3ដែលគាត់មានបទពិសោធន៍បាទបទពិសោធន៍នៅក្នុងវិស័យកសិកម្មនៅក្នុងកម្ពុជាយើងហ្នឹងបាទគាត់ធ្វើការបកស្រាយទៅលើកត្តាគ្រប់គ្រងទាំង3អញ្ចឹងប្រធានបទទី1គឺនិយាយពីបញ្ហានិងផលប៉ះពាល់ទៅលើស្រោតប្រាំងដែលបកស្រាយដោយលោកគ្រូរដ្ឋលោកគ្រូត្រីបាទលោកគ្រូត្រីហើយចំពោះប្រធានបទទី2គឺទៅលើប្រធានបទទី2បាទក៏ពាក់ព័ន្ធជាមួយនឹងបកស្រាយទៅលើការឃុំក្រកបាទការឃុំក្រកទៅលើស្រូវចំណែកប្រធានបទទី3គឺពាក់ព័ន្ធជាមួយនឹងការកម្ចាត់ស្មៅបាទការកម្ចាត់ស្មៅបើសិនជាអង្គពូមីងទាំងអស់គ្នាធ្វើអត់បានឃុំក្រកបាទលោកគ្រូសុវណ្ណរានគាត់ធ្វើការបកស្រាយពាក់ព័ន្ធនឹងការកម្ចាត់ស្មៅបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលបាទខ្ញុំជំរាបសួរលោកគ្រូបាទអញ្ចឹងលោកគ្រូធ្វើការបកស្រាយទៅលើពាក់ព័ន្ធជាមួយនឹងបញ្ហាស្មៅនិងផលប៉ះពាល់នៅក្នុងស្រូវប្រាំងរបស់យើងបាទអរគុណច្រើនបងអញ្ចឹងទាក់ទងជាមួយនឹងជាទូទៅលើទីវារបស់យើងបាទច្រើនសិក្សាទៅលើតំបន់ស្រូវប្រាំងហ្នឹងបងចឹងបញ្ហាដែលបងប្អូនគាត់អាសាជួបប្រទះជាងគេគឺបញ្ហាស្មៅនេះហើយចឹងស្មៅជាទូទៅមានច្រើនប្រភេទដែរបងបាទប៉ុន្តែជាក់ស្ដែងជាបញ្ហាធំជាងគេជាក់ស្ដែងគឺមានដូចជាពពុះកក់ជ្រុំកក់ភ្នែកក្តាមយើងបាទហើយបញ្ហាដែលធំជាងនឹងទៀតគឺបញ្ហាស្មៅបែកបាក់ហ្នឹងអូខេបាទអញ្ចឹងក្រោយពីមានបញ្ហាស្មៅដូចខាងលោកគ្រូអ្នកត្រីក៏បានលើកឡើងហើយបាទតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យស្មៅទាំងនោះវានៅតែបន្តដុះបាទអញ្ចឹងលោកគ្រូអាចធ្វើការបកស្រាយបាទបងបាទនេះក៏ជាចំណុចសំខាន់បាទដោយសារតែជាស្ដែងគឺហេតុអីបានស្មៅនៅតែមានដុះបាទអញ្ចឹងកត្តាទី1បើយើងនិយាយឲ្យធំហ្មងគឺកត្តារៀបចំដីហ្នឹងឯងបងបាទចឹងកត្តារៀបចំដីនៅពេលដែលការធ្វើដីបងប្អូនយើងធ្វើដីទៅអត់បានស្មើដីមានពុលច្រើនការសម្រាប់ពិបាកក្នុងការបញ្ចេញបញ្ចូលទឹកលោកស្មៅនឹងអាចមានវត្តមានច្រើនមកថាវាអាចដុះបានច្រើនមួយទៀតតាក់ទងជាមួយនឹងករណីបងប្អូនដែលគាត់ព្រោះក្នុងរដូវនេះពីច្រើនគឺគាត់គាត់វាយដីស្ងួតឲ្យព្រោះហ្មងបាទចឹងនៅពេលដែលមានភ្លៀងមកស្រូវចាប់ផ្ដើមដុះហ្នឹងចឹងស្មៅគាត់ចាប់ដុះស្មៅវាចាប់ផ្ដើមដុះមកដែរបាទអញ្ចឹងនេះជាកត្តាមួយដែលបង្ហាញថាអត្រាដុះនៃស្មៅគឺវាអាចមានអត្រាខ្ពស់បាទមួយទៀតគឺតាក់ទងជាមួយនឹងកត្តាគ្រប់គ្រងទឹកដែរបាទគ្រប់គ្រងទឹកការគ្រប់គ្រងទឹកបើសិនជាមានន័យថាដូចយើងនិយាយវគ្គមុនមិញបន្តិចហ្នឹងគឺបើសិនទឹកយើងអត់គ្រប់គ្រាន់
នៅពេលដល់វគ្គដែលយើងត្រូវបញ្ចូលទឹកហើយអាយុសិស្សដល់ដកដំណាក់កាលដែលត្រូវបញ្ចូលទឹកហើយសិស្សតែអត់មានទឹកតំបន់ខ្លះគាត់នៅរងចាំគេដាក់ទឹកមកឲ្យអញ្ចឹងទៅវាវិជាពេលបងបាទអញ្ចឹងវាវិជាពេលធ្វើឲ្យស្មៅកាន់តែដកធំទៅអញ្ចឹងមិនធ្វើឲ្យមានបញ្ហានឹងការឡើងទៀតបាទហើយកត្តាទី3នោះគឺទី1គឺគាត់អត់បានបាញ់ថ្នាំឃុំគ្រាប់ស្មៅបាទអញ្ចឹងកត្តាមួយចំនួននេះគឺមានថាបើអត់ឃុំពីដើមទីជាងស្មៅដកមកគាត់ចាំបាញ់ស្មៅធំបាទអញ្ចឹងកត្តាខ្លះក៏អាចពជាទៅធ្វើស្មៅដកកាន់តែច្រើនទៅអូខេចឹងអរគុណគ្រូបាទអញ្ចឹងសូមបន្ថែមមួយសំណួរទៀតបាទសំណួរនេះក៏ជាសំណួរចាក់ដល់បងដែលធ្វើស្រកប្រាំងបាទបើសិនជាក្នុងករណីបងជាកសិករបាទគាត់ធ្វើស្រកប្រាំងក៏ប៉ុន្តែគាត់អត់បានកម្ចាត់ស្មៅតាន់ពេលវេលាឬក៏ស្មៅដុះច្រើនតើស្មៅទាំងអស់ហ្នឹងនឹងធ្វើឲ្យបាត់បង់ទិន្នផលឬក៏ជាកត្តាអ្វីខ្លះដែលធ្វើឲ្យទិន្នផលផងពូមីទាំងអស់គ្នាមានការថមថយបាទអញ្ចឹងសូមគ្រូធ្វើការបង្ហាញនិងបកស្រាយដែលគ្រូធ្លាប់មានបទពិសោធន៍កន្លងមកអញ្ចឹងណាបាទសូមជឿបាទក្នុងចំណុចនេះដែរគឺជាចំណុចដែលសំខាន់ណាស់បាទតើក្នុងជាមួយនឹងបញ្ហាស្មៅនេះទី1កាលណាមានស្មៅនឹងគឺវាទៅដណ្ដើមទាក់ទងជាមួយនឹងសារធាតុចិញ្ចឹមឬក៏យើងហៅដណ្ដើមជីគ្នាស៊ីណាបាទដណ្ដើមតាំងពីសំណើមសាក់ទឹកអីហ្នឹងមួយបងប្អូនដាក់ទឹកមកមិនស្មៅក្រាស់អីវាស្រូបទឹកលឿនវាជុទឹកលឿនបាទមួយទៀតមិនមែនតែប៉ុណ្ណឹងវាទៅជួយស្រូបពន្លឺខ្លាំងជាងស្រូវទៀតមានថានៅពេលការលូតលាស់វាល្អវាអាចគ្រប់គ្រងលើស្រូវបានស្លឹករបស់វាអាចស្រូបពន្លឺបានល្អជាងស្រូវបាទធ្វើដើមស្រូវតូចដើមស្រូវខ្លះរៀងមានថាអត់បែកគុំបាទតែខ្លះឡើងលឿងប្រសាស្មៅទៅបាទអញ្ចឹងនេះក៏ជាកត្តាមួយដែលយើងគួរតែកំណត់សម្គាល់មែនទែនហើយកាលណាមានបញ្ហាកើតឡើងមានអីណាអញ្ចឹងធ្វើឲ្យទិន្នផលរបស់យើងនឹងចាប់ដើមធ្លាក់មានន័យថាពន្លឺមិនគ្រប់គ្រាន់ធ្វើឲ្យស្រូវនេះវាទៅផលិតកគូនឹងអត់បានគ្រប់គ្រាន់ទេសារធាតុចិញ្ចឹមអត់បានគ្រប់គ្រាន់ទេអញ្ចឹងស្រូវខ្លះចេញមកគូខ្លីៗអត់សូវមានគ្រាប់ទេបាទអូខេបាទអញ្ចឹងតាក់ទងជាមួយនឹងស្មៅកាលណាវាដុះជាមធ្យមវាអាចបាត់ផលយើងទៅដល់30ទៅ40%បាទទិន្នផលបាត់30ទៅ40%បាទអញ្ចឹងឧទាហរណ៍ថាបងប្អូនធ្លាប់ថាបើអត់មានស្មៅបងប្អូនអាចថាក្នុងមហាកាធ្វើបានទៅតើហ្នឹងប៉ុន្តែជាក់ស្ដែងនៅពេលដែលមានស្មៅជាមធ្យមបងប្អូនអាចធ្វើបានត្រឹមចន្លោះទៅត្រឹម5តោនទេហ្នឹងអញ្ចឹងបាត់អស់2តោនបាទ2តោនហ្នឹងហើយស្មៅមិនមែនតែស្រូបសារធាតុចិញ្ចឹមមួយទេស្មៅក៏ជាគេហៅថា horse គេហៅថាជាភ្នាក់ងារមួយធ្វើឲ្យជាជំរកមួយបាទមកសារល្អិតឬជំរឿផ្សេងទៀតដែរដែលធ្វើឲ្យការចំណាយមានការកើនឡើងការចំណាយមានការខ្ពស់អញ្ចឹងយើងគិតថាបាត់បង់ទិន្នផលជួយ30-40%ហើយពាក់ព័ន្ធថ្លៃដើមនៃការថែទាំក៏មានការកើនឡើងដែរបាទជាក់ស្ដែងដូចជាមានជំងឺឬក៏បានលើកឡើងអញ្ចឹងណាហើយនឹងសារឡាត់ក៏ជាជំរកដែរអញ្ចឹងក៏ជាចំណាយមួយដែលយើងក្នុងការទិញថ្នាំកសិកម្មផ្សេងៗដើម្បីយកទៅកម្ចាត់បាទអញ្ចឹងសំណួរមួយទៀតខ្ញុំចង់សួរទៅគ្រូតដែរបាទពាក់ព័ន្ធនឹងកន្លងមកខ្ញុំធ្លាប់ឃើញកសិករគាត់ធ្លាប់បានដែរតែហេតុអ្វីបានទៅមានកត្តាខ្លះដែលធ្វើឲ្យស្រូវផងគាត់ហ្នឹងស្មៅផងគាត់វាអត់ជោគជ័យបាទតើលោកសូមធ្វើការបកស្រាយតចំណុចនេះផងបាទចំណុចនេះគឺខ្ញុំសូមបញ្ជាក់បន្តិចគឺពីនៅពេលដែលនៅលើទីវាលជាក់ស្ដែងគឺបងប្អូនគាត់ច្រើនច្រឡំច្រើនមានថាស្មៅតំបងខ្លះគាត់ទុកឲ្យធំហ្មងបាទទុកឲ្យធំជ្រុលដល់ពេលអញ្ចឹងការប្រើប្រាស់ក៏ប្រើប្រាស់ទៅប្រើថ្នាំច្រើនទៅអាចសម្រាប់វាបានខ្លះទៀតគាត់បាញ់អត់បានតអញ្ចឹងមានថាការលូតលាស់វាលឿនអញ្ចឹងធ្វើឲ្យស្រូវមានបញ្ហាបាទមួយវិញទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំអត់ត្រូវគោលដៅមានន័យថានៅតំបងខ្លះគាត់ប្រើជាទម្លាប់មានន័យថាដល់ពេលដល់បែរជាទម្លាប់មានតែគាត់បានសិក្សាថានេះជាសំហេតុស្មៅអីបាទគាត់នៅតែទិញមកប្រើតាមគ្រីមមកយកមកបាញ់បាទជួនកាលទៅទិញពពុះស្មៅនេះយកថ្នាំផ្សេងយកមកបាញ់អត់ត្រូវជាមួយថ្នាំស្មៅទេព្រោះស្មៅទេចេញធ្វើឲ្យបាញ់ទៅបរាជ័យយ៉ាងវិញបាទមួយទៀតតាក់ទងជាមួយនឹងបញ្ហាអាកាសធាតុក៏ចូលរួមផ្សំជាមួយគ្នាដែរអូខេហើយកត្តាអាកាសធាតុដោយសារតែពេលខ្លះគាត់បាញ់ទៅត្រូវខ្យល់ខ្លាំងពេកបាទខ្យល់ខ្លាំងពេកធ្វើឲ្យទឹកថ្នាំហ្នឹងអត់បានសប់ជាមួយនឹងស្លឹកស្មៅធ្វើឲ្យប្រព័ន្ធសម្រួលវាថ្នាំយើងបានតិចមានថាថ្នាំបានតិចស្មៅនឹងអត់ងាយនឹងមានអត់ងាយនឹងកម្ចាត់បានទេបាទអញ្ចឹងអានឹងគឺជាបញ្ហាទៅក្រោយពេលដែលបាញ់ទៅជួនកាលបាញ់ហើយបានប្រហែល2ម៉ោងជួនកាលភ្លៀងធ្វើឲ្យទឹកថ្នាំនៅលើស្លឹកស្មៅធ្វើឲ្យជ្រះទៅវិញអស់អញ្ចឹងមានន័យថាស្មៅអត់បានស្រូបយកទឹកថ្នាំយកចូលហើយក៏មាន